안녕하세요 여러분. 저는 스랭덕이라고 합니다. ngày nay tập một với nháiជាមួយនឹងខ្ញុំវីដេអូថ្មីតាក់ទងជាមួយនឹងវិជ្ជាករទៀតដែរប៉ុន្តែសម្រាប់វិជ្ជាករថ្ងៃហ្នឹងគឺអត់ខុសពីវិជ្ជាករមុនទេវិជ្ជាករមុនគឺខ្ញុំបានលើកឡើងថាតាក់ទងជាមួយនឹងការណែនាំខ្លួនដូចជាសញ្ជាតិឬក៏ដូចជាឈ្មោះឬមួយក៏ការងាររបស់យើងអីចឹងទៅប៉ុន្តែសម្រាប់ថ្ងៃនេះគឺយើងជាអ្នកណែនាំមនុស្សទី2ទៅឲ្យអ្នកទី3បានស្គាល់វិជ្ជាករហ្នឹងគឺមានម្យ៉ាងសាហើយនឹងអឺនឺនអញ្ចឹងនៅពេលដែលយើងចង់ណែនាំអ្នកណាម្នាក់ទៅឲ្យអ្នកណាម្នាក់មួយទៀតបានស្គាល់យើងអាចយកវិជ្ជាករហ្នឹងទៅប្រើជាមួយនឹងគេបានឧទាហរណ៍ថាមនុស្សទាំងអស់មាន3នាក់មនុស្សទី1គឺជាយើងម្នាក់ទៀតហ្នឹងគឺជាមិត្តភក្តិរបស់យើងអ្នកទី3ហ្នឹងក៏ជាមិត្តភក្តិរបស់យើងដែរប៉ុន្តែមិនមែនជាមិត្តភក្តិរបស់មនុស្សទី2ទេអានេះថាអ្នកទី2ហ្នឹងអត់ស្គាល់អ្នកទី3ទេអញ្ចឹងនៅពេលដែលយើងចង់ណែនាំគាត់តែគឺយើងនិយាយដូចមកដូចឧទាហរណ៍ថាអ្នកទី3ហ្នឹងឈ្មោះថាខៀវឈ្មោះថាខៀវអញ្ចឹងយើងណែនាំម្នាក់ទី2ហ្នឹងថាអ៊ីជូគឿនថាខៀវស៊ីយេយ៉ូអ៊ីជូគឿនថាខៀវស៊ីយេយ៉ូថាខៀវស៊ីនឿនពេលសាវនីយ៉ូម្នាក់មួយនេះឬក៏ម្នាក់នេះគាត់ឈ្មោះថាខៀវគាត់គឺជាបុគ្គលិករបស់ក្រុមហ៊ុនដើម្បីនិយាយណែនាំទៅកាន់អ្នកទី2ណែនាំនឹងអ្នកទាំងអស់គ្នាអាចប្រើបាន2អញ្ចឹង2ហ្នឹងរបៀបម៉េចទី1គឺអ៊ីជូគឿនទី2ប្រើជាមួយនឹងយ៉ូគីអ៊ីជូហើយនឹងយ៉ូគីគឺអតនសារ៉ាមឿនថារឿនសារ៉ាមអេគេគឺស៊ូគេហាល់ទេសាយងហាល់ស៊ូអ៊ីសាយ៉ូបានន័យថាយើងប្រើជាមួយនឹងការណែនាំពីអ្នកណាម្នាក់ទៅកាន់អ្នកណាម្នាក់អញ្ចឹងទៅយើងអត់ប្រើឈ្មោះទេប៉ុន្តែយើងអាចប្រើហ្នឹងចំនួនឈ្មោះបានអញ្ចឹងទៅហើយមួយវិញទៀតគឺយើងអាចសម្គាល់បានថាយើងប្រើអ៊ីជុកឬមួយក៏យ៉ូគីនឿនប្រើតែជាមួយអ្នកដែលគាត់អាយុស្មើយើងឬមួយក៏មុខងារដូចយើងឬមួយក៏គាត់អាយុខំយើងទេអត់អាចប្រើជាមួយអ្នកដែលគាត់មានអាយុខ្ពស់ជាងយើងបានទេវិជ្ជាករថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណជំរាបលាបាយបាយ